Hello សួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំមកប្រាប់តាក់ទងជាមួយនឹងការត្រាយរបស់យើងពេញណាដូចជាវាលោតពណ៌ក្រហមអញ្ចឹងមានន័យថាត្រាយរបស់យើងគឺពេញហើយអញ្ចឹងយើងធ្វើមិនclean វាកុំឲ្យវាពេញអញ្ចឹងជំហានទី1ដែលអ្នកទាំងអស់គ្នាត្រូវចូលហ្នឹងគឺអ្នកទាំងអស់គ្នាត្រូវចុចពាក្យថា start off ហើយបន្ទាប់មកអ្នកទាំងអស់គ្នាវាយពាក្យថា time នេះដូចដែលខ្ញុំបង្ហាញហ្នឹងបន្ទាប់មកអ្នកទាំងអស់គ្នាចុច OK បន្ទាប់មកអ្នកទាំងអស់គ្នាចុចពាក្យថា Control A ហើយបន្ទាប់មកយកពាក្យថា delete បន្ទាប់មកចុចសញ្ញាគ្រីសនេះមួយមកហើយបន្ទាប់មកយកពាក្យថា speak អញ្ចឹងមើលតាមម៉ៅដែលខ្ញុំបង្ហាញអ្នកទាំងអស់គ្នាហ្នឹងទៅអញ្ចឹងឥឡូវហ្នឹងវាលុបហើយអញ្ចឹងបន្ទាប់ពីហ្នឹងមកអ្នកនរគ្នាចុចពាក្យថា start control R ហើយយកពាក្យtime ហ្នឹងដដែលតែអ្នកនរគ្នាថែមសញ្ញាចែកខាងមុខខាងក្រោយហ្នឹងមកហើយបន្ទាប់មកអ្នកទាំងអស់គ្នាចុចពាក្យថា OK បន្ទាប់ពីហ្នឹងមកអ្នកទាំងអស់គ្នានឹងឃើញលោតផ្ទាំងមួយពណ៌សហើយបន្ទាប់មកពេលអ្នកទាំងអស់គ្នាឃើញហើយអ្នកទាំងអស់គ្នាចុចពាក្យថា Control A ដើម្បី delete វាអញ្ចឹងអ្នកទាំងអស់គ្នា Control A ហើយ delete យកពាក្យថា delete អញ្ចឹងកន្លែងហ្នឹងអ្នកទាំងអស់គ្នារងចាំវារៀងយូរដែរអ្នកទាំងអស់គ្នាតម្រាំតែវា delete អស់ព្រោះដោយសារឯកសារផ្ទុកនៅក្នុងហ្នឹងវារៀងច្រើនណាស់អញ្ចឹងអ្នកទាំងអស់គ្នារងចាំវាប្រហែលជា1វិនាទីទៅហើយបន្ទាប់មកអ្នកទាំងអស់គ្នាគឺយកពាក្យ speak ហ្នឹងទៅហើយឲ្យវាដើរបន្តទៀតឥឡូវហ្នឹងអ្នកទាំងអស់គ្នារងចាំបន្តិចទៅវារៀងយូរដែរអញ្ចឹងឥឡូវហ្នឹងវាបានលោតចប់ហើយអ្នកទាំងអស់គ្នាបន្ទាប់ពីវាលោតចប់ហើយយើងចូលមកចុចពាក្យថា start control R ហើយចុចពាក្យនេះមកអ្នកទាំងអស់គ្នាដែលខ្ញុំបង្ហាញម៉ៅហ្នឹងបន្ទាប់មកអ្នកទាំងអស់គ្នាចុចពាក្យថា OK បន្ទាប់ពី OK ហើយវានឹងលោតផ្ទាំងបែបហ្នឹងអ្នកទាំងអស់គ្នាចុចពាក្យថា continue បន្ទាប់មកវានឹងលោតចេញជាអក្សររូបរាងបែបហ្នឹងអញ្ចឹងអ្នកទាំងអស់គ្នាចុច Control A មួយមកហើយយកពាក្យថា delete បន្ទាប់មកអ្នកទាំងអស់គ្នាចុចគ្រីសបន្ទាប់ពីចុចគ្រីសហើយអ្នកទាំងអស់គ្នាយកពាក្យ speak ដើម្បីឲ្យវា delete អស់អញ្ចឹងអ្នកទាំងអស់គ្នាអញ្ចឹងហើយបន្ទាប់មកអ្នកទាំងអស់គ្នាចូលមកកាន់ធុងសំរាមចុចម៉ៅស្ដាំមួយមកហើយយកពាក្យដែលខ្ញុំបង្ហាញមិញចុចពាក្យថា yes អញ្ចឹងឥឡូវហ្នឹងវាបាន delete អស់ហើយអ្នកទាំងអស់គ្នាអញ្ចឹងបន្ទាប់ពី delete ហើយអ្នកទាំងអស់គ្នាចុចពាក្យថា add of program remove program អ្នកទាំងអស់គ្នាអញ្ចឹងចុចតាមម៉ៅដែលខ្ញុំប្រាប់បង្ហាញហ្នឹងមកអញ្ចឹងយើងចុចលើនឹងមួយមកអ្នកទាំងអស់គ្នាបន្ទាប់មកវានឹងលោតផ្ទាំងមកពណ៌សបែបនេះគឺជាកម្មវិធីដែលយើងបាន install វានៅលើត្រាយសៀអ្នកទាំងអស់គ្នាអញ្ចឹងអ្នកទាំងអស់គ្នាជ្រើសរើសយកកម្មវិធីមួយណាហើយអ្នកទាំងអស់គ្នាអត់សូវប្រើប្រាស់ដើម្បីយកមក delete ដើម្បីឲ្យវាកាត់បន្ថយកុំឲ្យវាច្រើនពេកអញ្ចឹងខ្ញុំយកកម្មវិធីមួយដែលខ្ញុំអត់ដែរប្រើខ្ញុំយកមក uninstall វាចោលដើម្បីបន្ថយកុំឲ្យវាឆាប់ពេញអ្នកទាំងអស់គ្នាអញ្ចឹងខ្ញុំនឹងប្រាប់ពីរបៀបបង្ហាញថាធ្វើយ៉ាងម៉េច uninstall យ៉ាងម៉េចដើម្បីឲ្យវាលុបចេញពីកម្មវិធីហ្នឹងអញ្ចឹងជំហានទី1អ្នកនរគ្នាចុចលើកម្មវិធីហ្នឹងមកហើយបន្ទាប់មកយកពាក្យថា uninstall ដូចដែលខ្ញុំបានបង្ហាញអញ្ចឹងណាទាំងអស់គ្នាបន្ទាប់មកវាលោតពាក្យហ្នឹងទៀតយើងចុចពាក្យហ្នឹងមកទៀតមកបន្ទាប់មកអ្នកទាំងអស់គ្នានឹងឃើញវាលោតផ្ទាំងមកមួយទៀតហើយអញ្ចឹងអ្នកគ្នាចាំបន្តិចទៅវានឹងលោតផ្ទាំងមកបែបនេះអញ្ចឹងកន្លែងហ្នឹងវា install យ៉ាងយូរដែរអញ្ចឹងខ្ញុំត្រូវកាត់វាឲ្យខ្លីដែរអ្នកគ្នាឲ្យមើលទៅវីដេអូខ្ញុំឆាប់ខ្លីអញ្ចឹងកន្លែងនេះអ្នកទាំងអស់គ្នាយកពាក្យធុងសំរាមហ្នឹងចុចគ្រីសនៅលើធុងសំរាមហ្នឹងមួយហើយបន្ទាប់មកអ្នកទាំងអស់គ្នាចុចពាក្យបៃតងនេះ remove នេះចុចលើនឹងមួយមកអញ្ចឹងខ្ញុំចូលចាំវាបន្តិចទៅអ្នកគ្នាបន្ទាប់មកវាបានលោតពេញហើយអញ្ចឹងអ្នកទាំងអស់គ្នាចុចពាក្យថា finish ទៅអ្នកទាំងអស់គ្នាអញ្ចឹងបន្ទាប់ពី finish ហើយអ្នកទាំងអស់គ្នាចូលមកកាន់ត្រាយ C ហើយយកពាក្យថា property អញ្ចឹង
វានឹងលោតទាំងបែបនេះអ្នកនរគ្នាចុចពាក្យថាធัวបន្ទាប់ពីចុចពាក្យថាធัวហើយអ្នកនរគ្នាយកពាក្យថា open time តាមម៉ៅខ្ញុំច្អល់ហ្នឹងមកអ្នកនរគ្នាឥឡូវហ្នឹងខ្ញុំចង់ clear try C មុនគេអញ្ចឹងចុចលើ try C របស់យើងនឹងមួយមកបន្ទាប់មកយើងចុចពាក្យថា open time អញ្ចឹងមកដល់កន្លែងនេះអ្នកទាំងអស់គ្នារងចាំវាបន្តិចទៅឃើញវាលោតលេខនៅខាងលើហ្នឹងអត់អ្នកនរគ្នាអញ្ចឹងតម្រាំឲ្យវាពេញអ្នកទាំងអស់គ្នាគ្រាន់តែចុចថាពាក្យថា close ហើយបន្ទាប់ពី close ហើយអ្នកទាំងអស់គ្នាចុចពាក្យថា OK អញ្ចឹងខ្ញុំមកធ្វើនៅត្រាយជីរបស់ខ្ញុំមួយទៀតដូចគ្នាអ្នកទាំងអស់គ្នាដោយសារតែត្រាយជីរបស់ខ្ញុំគឺវាបានពេញក្រហមដូចដែលខ្ញុំបានបង្ហាញខាងមុខមកអញ្ចឹងណាទាំងអស់គ្នាអញ្ចឹងហើយខ្ញុំត្រូវ clean វាដូចគ្នាអ្នកទាំងអស់គ្នាអញ្ចឹងត្រាយ C ហើយនឹងត្រាយ G គឺវា clean ដូចតែគ្នាទាំងដូចតែគ្នាទេអ្នកគ្នាមើលតាមហ្នឹងទៅដែលខ្ញុំបានដាក់បង្ហាញនៅខាងលើហ្នឹងអ្នកទាំងអស់គ្នាអញ្ចឹងអ្នកគ្នាមើលតាមហ្នឹងទៅហ្នឹងហើយអញ្ចឹងឥឡូវហ្នឹងវាបាន clean រួចអស់ហើយអ្នកទាំងអស់គ្នាមកវាយពាក្យថា clean up វិញម្ដងអ្នកគ្នាវាយហើយអ្នកគ្នាឃើញវាលោតខាងលើហ្នឹងហើយពាក្យហ្នឹងអ្នកគ្នាចុចលើនឹងមួយមកបន្ទាប់ពីចុចហើយវានឹងលោតផ្ទាំងមួយអញ្ចឹងអ្នកគ្នាចុចពាក្យថា OK អញ្ចឹងខ្ញុំ clean dry C មុនណាអ្នកគ្នាឃើញអត់មិញគឺ dry C គឺខ្ញុំ clean មុនមកដល់កន្លែងនេះគឺជាប្រអប់អញ្ចឹងខ្ញុំ select យកប្រអប់ណាដែលខ្ញុំត្រូវ clean វាបន្ទាប់មកអ្នកទាំងអស់គ្នាចុចលើប្រអប់នឹងរួចរាល់ហើយអ្នកទាំងអស់គ្នាអាចអូសមកខាងក្រោមចុចពាក្យដែលខ្ញុំបង្ហាញតាមម៉ៅមិញហ្នឹងហើយចុចពាក្យ OK ទៅវានឹងលោតបែបហ្នឹងអ្នកទាំងអស់គ្នាចឹងអ្នកគ្នាต้องចាំវាបន្តិចទៅវាតិចវានឹងដល់ចប់ហើយតើមកកន្លែងនេះអ្នកទាំងអស់គ្នាជ្រើសរើស delete file ចឹងអ្នកគ្នារើសមកបន្ទាប់ពីអ្នកគ្នារើសនៅក្នុងប្រអប់នឹងរួចរាល់ហើយអ្នកទាំងអស់គ្នាអាចចុចពាក្យថាអូខេនឹងបានហើយវានឹងលោតពាក្យថា delete file ឲ្យអ្នកទាំងអស់គ្នាមើលនេះដូចវាលោតមកអញ្ចឹងបន្ទាប់មកអ្នកទាំងអស់គ្នារងចាំវាតិចទៅទំមទៅវាដើរហើយអ្នកទាំងអស់គ្នាអញ្ចឹងវារៀងយូរដែរឥឡូវហ្នឹងវាដើរចិត្តចាប់ហើយអ្នកទាំងអស់គ្នាតែវាលោតចាប់វានឹងលោតចេញតែខ្លួនឯងហ្មងអញ្ចឹងយើងមកវាយពាក្យដដែលហ្នឹងមកអ្នកទាំងអស់គ្នាដោយសារខ្ញុំclean up 2 clean up dry C 1និង dry G របស់ខ្ញុំមួយគឺរបៀបរបបតែមួយទេអ្នកគ្នាចុចតាមម៉ៅដែលខ្ញុំប្រាប់ហ្នឹងទៅអូខេហើយអ្នកគ្នាចឹងកន្លែងហ្នឹងអ្នកគ្នា select យក dry G មកបើចង់ clean dry G អញ្ចឹងចុចតាមដូចតាមមិញហ្នឹងអ្នកទាំងអស់គ្នាកន្លែងហ្នឹងចឹងមើលតាមម៉ៅដែលខ្ញុំប្រាប់ហ្នឹងទៅគឺវាស្តៀងតែជាមួយគ្នាដែរអ្នកគ្នាអ្នកគ្នាចុចទៅតាមម៉ៅដែលខ្ញុំប្រាប់ហ្នឹងទៅបានហើយអូខេហើយខ្ញុំនឹងប្រាប់អ្នកអ្នកគ្នាបន្តទៀតពេលដែលវា clean up ហើយជាមួយនឹងតារាយរបស់ខ្ញុំហ្នឹងនៅពេលដែលអ្នកទាំងអស់គ្នា clean up រួចរាល់ហើយអ្នកទាំងអស់គ្នាអាចមើលបានថានេះតារាយដែលខ្ញុំបង្ហាញនៅខាងមុនគេបង្អស់ហ្នឹងវាពណ៌ក្រហមនៅហ្នឹងវាលោតពណ៌ខៀវមកណាអ្នកទាំងអស់គ្នា